ឯកឧត្តមរដ្ឋមន្ត្រីថៅចេថាអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណៈបកប្រជាជនកម្ពុជាឃុំទ្រានិងចុះពិនិត្យការងារសាងសង់អគារស្នាក់ការគណៈបកស្រុកស្ទងខេត្តកំពង់ធំនៅព្រឹកថ្ងៃអាទិត្យ11កើតខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី9ខែមីនាឆ្នាំ2025នេះឯកឧត្តមថៅចេថាសមាជិកគណៈកម្មាធិការកណ្ដាលអនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទងបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណៈបកប្រជាជនកម្ពុជាឃុំទ្រាស្រុកស្ទងខេត្តកំពង់ធំដែលមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារគណៈបកចុះមូលដ្ឋានស្រុកឃុំភូមិគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ព្រមទាំងសមាជិកសមាជិកាគណៈបកសរុបប្រមាណ700នាក់ក្រោមបរិយាកាសប្រកបដោយភាពរីករាយនិងស្និទ្ធស្នាលឯកឧត្តមរដ្ឋមន្ត្រីបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើការនឹករលឹកនិងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានកិត្តិយសគណៈបកព្រមទាំងសម្ដេចអនុប្រធានគណៈបកនិងថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាជាច្រើនរូបទៀតដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសថ្លែងក្នុងអង្គពិធីឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនឹងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈបកចុះមូលដ្ឋាននិងគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរួបរวมគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ដោយចុះតាមមូលដ្ឋានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនិងអនុវត្តគោលនយោបាយស្របតាមគណៈបកថ្នាក់កណ្ដាលរហូតសម្រេចបាននៅសមិទ្ធផលដ៏ត្រចះត្រចង់ជូនគណៈបកនិងជាតិមាតុភូមិហើយដែលបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាជាមួយប្រជាពលរដ្ឋយ៉ាងពិតប្រាកដឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តវេនអនុវត្តគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍជាតិពីរាជរដ្ឋាភិបាលមុនរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បាននឹងកំពុងបំពេញបេសកកម្មដ៏ឧត្តមឧត្តមប្រកបដោយការបដិញ្ញាចិត្តយ៉ាងមុតមមដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងជំរុញការអនុវត្តកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយដែលជាមូលដ្ឋានដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថាចាប់តាំងពីឯកឧត្តមត្រូវបានចាត់តាំងជាអនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំនិងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានស្រុកស្ទងការងារដែលជាអាទិភាពចំពោះមុខគឺសុខទុក្ខនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋព្រមទាំងការកសាងអគារស្នាក់ការគណៈបកឲ្យបានគ្រប់ឃុំនៃស្រុកស្ទងនិងឃុំចំនួន2គឺឃុំដំរីស្លាប់និងឃុំសានកនៃស្រុកកំពង់ស្វាយឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាសមិទ្ធផលអគារស្នាក់ការគណៈបកប្រជាជនកម្ពុជាឃុំទ្រាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះបានបង្ហាញឲ្យឃើញពីភាពរីកចម្រើនច្បាស់លាស់និងភាពរឹងមាំរបស់គណៈបកប្រជាជនកម្ពុជាក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ហើយអគារស្នាក់ការគណៈបកថ្មីនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់បម្រើដល់ការងាររបស់មន្ត្រីគណៈបកកិច្ចប្រជុំនិងការជួបជុំនានារបស់សមាជិកសមាជិកាគណៈបកប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋានឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់ក្រុមការងារសូមបន្តរួបរวมសហការគ្នាជាធ្លុងមួយសាមគ្គីភាពឯកភាពជាតិការពារសន្តិភាពនិងសូមបន្តចូលរួមឲ្យកាន់តែសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលឲ្យសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនថែមទៀតសូមបញ្ជាក់ថាគិតមកដល់ខែកុម្ភៈឆ្នាំ2025នេះក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំនីមួយៗក្នុងស្រុកស្ទងបានកសាងអគារស្នាក់ការបកថ្មីបានចំនួន6ក្នុងចំណោមស្នាក់ការបកឃុំសរុបចំនួន15និងកំពុងបន្តសាងសង់ជាបណ្ដាបន្តទៀត
សមាជិកគណៈបកប្រជាជនកម្ពុជានៅទូទាំងស្រុកស្ទងមានចំនួន 58,675 នាក់ស្រីចំនួន 32,144 នាក់ក្នុងនោះសមាជិកគណៈបកឃុំទ្រាមានចំនួន 5,499 នាក់ស្រី 3,007 នាក់មានក្រុមបកចំនួន 402 ក្រុមនិងមានគ្រួសារបកចំនួន 2,229 គ្រួសារឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីនិងក្រុមការងារគណៈបកក៏បានអញ្ជើញចុះពិនិត្យការងារសាងសង់អគារស្នាក់ការគណៈបកស្រុកស្ទងថ្មីជំនួសអគារស្នាក់ការគណៈបកចាស់ដែលមានសភាពទ្រុឌទ្រោមមិនសមរម្យហើយដែលពិធីក្រុងពាលីចាប់ផ្ដើមការងារសាងសង់អគារស្នាក់ការបកស្រុកថ្មីបានធ្វើឡើងកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2025នៅលើផ្ទៃដីប្រមាណ2ហិកតាដែលមានលទ្ធភាពប្រជុំសមាជិកបកសរុបចំនួន 1000 នាក់និងមានទីធ្លាហាត់កីឡានិងសួនច្បារដើម្បីសមាជិកបកនិងបងប្អូនប្រជាពលរដ្ឋអាចចូលលេងកម្សាន្ត